ខ្ញុំបាទសូមធ្វើការអនុញ្ញាតជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅថ្ងៃនេះខ្ញុំបាទសូមបំណុំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានស្ដាប់អំពីចុកយេតារិស័យហោរាសាស្ត្រប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការដកស្រង់និងអានជូននៅក្បួនហោរាទស្សទាយចិនសាដែលល្បីឈ្មោះដោយលោកគ្រូដងដៃលីនដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment លេខសំណាងនិងសាធុចំនួន3ដងរួចសូមធ្វើការ share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះនិងសំណាងតាមជាប់ខ្លួនរហូតដូច្នេះកុំឲ្យខាតពេលយូរសូមតាមដានស្ដាប់ជាមួយខ្ញុំបាទ30 TV ដូចតទៅនៅថ្ងៃច័ន្ទនេះបានមើលតាមទិសបេះដូងរស់ក្នុងការធ្វើដំណើរឬការប្រកបមុខរបររកស៊ីផ្សេងអស់លោកអ្នកត្រូវប្រកាន់យកតាមទិសនិរដីនិងមិនគួរធ្វើដំណើរទៅខាងទិសឦសាននោះទេព្រោះគឺជាទិសបេះដូងស្លាប់ធ្វើអ្វីមិនក៏ប្រសើរឡើយចំពោះថ្ងៃនៃការអង្គុយឲ្យមានសេរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការឬសានព្រេងផ្សេងនិងបាទចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅទិសខាងលិចបែរមុខទៅរកទិសឦសានទំនេះទីថាបើកាលណាបានប្រតិបត្តិតាមនេះពិតមែនពិតជាមានជោគជ័យគ្រប់កលៈទេសៈចំពោះការមើលតាមក្បួនកក្របាតយាងក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបទៅដោយជោគជ័យនិងសេរីសួស្តីមួយថ្ងៃពេញនៅក្នុងថ្ងៃច័ន្ទនេះពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុកម៉ោងគ្រោះម៉ោងលៀបដូចខាងក្រោមបាទចេញដំណើរពីផ្ទះចាប់ពីមាន់រងាទៅដល់ម៉ោង 6 កន្លះព្រឹកគឺជាម៉ោង 01 មានន័យថាការធ្វើដំណើរឬធ្វើចំនួនផ្សេងមិនល្អឡើយគឺជាគ្រោះកាចនៅក្នុងចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយហើយបើធ្វើគួរតែប្រុងប្រយ័ត្នចរាចរណ៍ឲ្យខ្ពស់បំផុតបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 11 ព្រឹកគឺជាម៉ោង 04 មានន័យថាក្នុងចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះអ្វីអាចចូលបានឡើយគឺមានតែទទួលបាននូវលាភបរិបូរណ៍បាទចេញដំណើរពីផ្ទះចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 2 រសៀលគឺជាម៉ោងកាក់ក្របាតជាម៉ោងអន្តរាយមានន័យថាធ្វើចំនួនរកស៊ីជួញដូរផ្សេងមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិអន្តរាយជាមិនខានឬក៏មិនត្រូវបោះទុនរកស៊ីឡើយបើចេញនៅចន្លោះម៉ោងនេះបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 ល្ងាចគឺជាម៉ោង 02 នៅក្នុងចន្លោះម៉ោងនេះគឺទទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីឡើយហើយក៏មិនជួបគ្រោះថ្នាក់អ្វីដែរបាទចេញដំណើរពីផ្ទះចាប់ពីល្ងាចម៉ោង 5 ទៅដល់ម៉ោងចូលគេងវិញមានន័យថាគឺជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសុខល្អណាស់នៅក្នុងចន្លោះម៉ោងនេះនៅថ្ងៃច័ន្ទនេះសូមធ្វើការបួងសួងឲ្យคล้ายជាថ្ងៃលៀងគ្រោះចង្រៃសត្រូវប្រែคล้ายជាមិត្តនិងត្រូវជាថ្ងៃនាំលាភនិងទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង12នេះបាទជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅរាសីឆ្នាំទាំង12ជាមួយ30 TV ឆ្នាំនេះខ្ញុំដូចតទៅឆ្នាំជូតកណ្ដុរនាំលីបអុកញ៉ាចិញ្ចឹមមានសំណាងឈ្នះអស់មានសត្រូវហើយបើប្រាថ្នាអ្វីនោះគឺតែងបានសម្រេចនិងអនាគតបានក្លាយជាសិទ្ធិកាបតីឬក៏អភិជនជាន់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង 8 ព្រឹកដល់ម៉ោង 7 យប់ពណ៌នៃលៀបសំណាងគឺពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ 45 និងលេខ 66សូមខមមិនលេខ 168យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលាភមានជ័យមានលុយចូលហូរហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំជូតពងទេវតាប្រធានទឹករិស័យឡើងខ្ពស់នៅថ្ងៃនេះការប្រកបការងារលោកអ្នកមានការជឿនលឿនច្រើនផ្នែកក្នុងនេះមិនថាជារឿងការងារប្រកាសឬរឿងផ្ទាល់ខ្លួននោះឡើយសម្រាប់លោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួយតិចចិត្តឆ្ងាយឡើយគឺតែមានភាពរលូនល្អទៅមុខនឹងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផងការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាមនោចេតនាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អប្រពៃគួរសមឆ្នាំឆ្លូវគោនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលេបសំណាងគឺម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលេបសំណាងគឺពណ៌សនិងក្រហមលេខនៃលេបសំណាងគឺលេខ 11 និងលេខ 61សូមខមមិនលេខ 678យកលេបសម្បត្តិអុកញ៉ាលុយវ៉ាលៀន
នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវឆ្នាំឆ្លូវពងមនុស្សប្រុសធាតុដីរិស័យឡើងខ្ពស់ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយគឺត្រូវតែញាប់ដៃញាប់ជើងបន្តិចទើបផលចំណូលមិនបើហួសធ្លាក់ដល់ដៃអ្នកដទៃនៅតាមផ្លូវធ្វើដំណើរចូលគុំឆ្លុះបង្វេងនឹងបនលបែងស្រីស្រាឲ្យសោះប្រយ័ត្នបើជាកាត់រឿងរ៉ាវអាចបងខាតលេបសការៈទៅវិញក្នុងថ្ងៃនេះដែរចំពោះលោកអ្នកដែលកំពុងស្វែងរកការងារធ្វើឬមានទុក្ខធុរៈរត់រោគពឹងពាក់នរណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នាចំពោះមនោសញ្ចេតនាគូស្នេហ៍ក្នុងខែនេះវិញប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលអាចធ្វើឲ្យចំណងស្នេហារង្គោះរង្គើទៀតផងឆ្នាំខាលខ្លានាំលៀបអបរាចិញ្ចឹមមានលៀបមានជ័យណាស់មានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង4ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនៃលៀបសំណាងគឺលេខ27និងលេខ49សូមខមមិនលេខ999យកលេបសម្បត្តិអភិជននិងលុយស្ដុកស្ដំនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំខាលឆ្នាំខាលពងយៈស្រីធាតុឈើរាសីខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេហេតុនេះព្រោះធ្វើអ្វីឃើញថាជឿនលឿននឹងហុចផលមកវិញគ្រាន់ជាទីពេញចិត្តជានិច្ចការងារថ្ងៃនេះប្រព្រឹត្តទៅដោយរលូនហើយគ្រប់ការងារលំបាកសុទ្ធតែមានអ្នកជួយទំនុកបម្រុងជានិច្ចចំណែកបញ្ហាលុយកាក់វិញមានលំនឹងល្អណាស់ប៉ុន្តែនឹងមានលេខគូប្រជែងថ្មីបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាទីជិតឆ្ងាយគឺតែងអាចហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្ដៅតែទោះបីជាយ៉ាងណាក៏ដោយការធ្វើដំណើរពេលយប់ព្រលប់គួរបន្ថែមការប្រុងប្រយ័ត្នបន្តិចព្រោះតែមានក្រុមមនុស្សតាមឈ្នានេះភាពមានបានរបស់លោកអ្នករីឯមនោសញ្ចេតនាស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ឆ្នាំថោះតុនសាយមាសមន្ត្រីចិញ្ចឹមនាំលេបនាំជ័យនាំសុភមង្គលហើយបើប្រាថ្នាអ្វីនោះគឺតែងបានសម្រេចជានិច្ចម៉ោងនៃលេបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលេបសំណាងគឺពណ៌សនិងខ្មៅលេខនៃលេបសំណាងគឺលេខ1និងលេខ69សូមខមមិនលេខ168យកលេបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះឆ្នាំថោះពងមនុស្សស្រីធាតុឈើរិស័យឡើងខ្ពស់នៅថ្ងៃនេះការប្រកបការងារលោកអ្នកមានការជឿនលឿនច្រើនផ្នែកក្នុងនេះមិនថាជារឿងការងារប្រកាសឬរឿងផ្ទាល់ខ្លួននោះឡើយសម្រាប់លោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទៅចិត្តឆ្ងាយឡើយគឺតែមានភាពរលូនល្អទៅមុខនឹងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផងការធ្វើដំណើរទីចិត្តឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាមនោសញ្ចេតនាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អប្រពៃគួរសមឆ្នាំរោងពស់អ្នកក្រៀកមានបារមីដែលជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលេបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នៃលេបសំណាងគឺពណ៌ខ្មៅនិងស្វាយលេខនៃលេបសំណាងគឺលេខ19និងលេខ29សូមខមមិនលេខ998យកលេបសម្បត្តិអុកញ៉ានៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំរោងពងទេវតាប្រុសធាតុមាសរិស័យឡើងខ្ពស់នៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការងារដែលនៅសេសសល់ពីមុនមកតែងផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ចចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំបំផុតចំពោះការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខសែមសាន្តដោយសពមួយដងរីឯមនោសញ្ចេតនាទាំងពីរនាក់ត្រូវជជែកគ្នាឲ្យបានច្រើនដើម្បីស្វែងយល់ពីបំណងប្រាថ្នារបស់គ្នាទើបមនោសញ្ចេតនារីកចម្រើនល្អសុខភាពត្រូវព្យាយាមហាត់ប្រាណកាត់បន្ថយការបរិភោគអាហារដែលមានជាតិហឹរនិងខ្លាញ់ឆ្នាំម្សាញ់ពស់នាំលៀបនាំជ័យនាំសុភមង្គលហើយបើប្រាថ្នាអ្វីគឺតែបានសម្រេចនិងអនាគតខ្លាយជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលេបសំណាងគឺពណ៌ប្រផេះនិងបៃតងលេខនៃលេបសំណាងគឺលេខ20និងលេខ66
សូមខមមិនលេខ555យកលៀបសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំម្សាញ់ឆ្នាំម្សាញ់ពងមនុស្សប្រុសធាតុភ្លើងរិស័យឡើងខ្ពស់នៅក្នុងថ្ងៃនេះការប្រកបការងារអ្វីឃើញថាតែសម្រាប់ជោគជ័យនិងអាចទម្លុះទម្លាយចាប់ចុងចាប់ដើមថែមទៀតផងលោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញទីពីព្រោះឈានដល់ខែក្រោយនេះផលល្អៗនឹងចាំហុចឲ្យជានិច្ចសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញនោះមិនថាជួញទីចិត្តឆ្ងាយតែហុចផលកម្រៃគ្រាន់ហូរចូលតក់សម្រាប់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរចំណែកការធ្វើដំណើរទីចិត្តឆ្ងាយជួបភាពសក្តិមទាំងពេលទៅនឹងត្រឡប់មកវិញរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់រៀបចំសំគុំគ្រួសារគឺជាពេលវេលាល្អប្រពៃណាស់ឆ្នាំមមីសេះទេវតាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នៃលៀបសំណាងគឺពណ៌ខ្មៅនិងសលេខនៃលៀបសំណាងគឺលេខ69និងលេខ99សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកាត់ឆ្នាំមមីឆ្នាំមមីពងទេវតាស្រីធាតុភ្លើងរាសីឡើងខ្ពស់ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផងបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរក្រុមហ៊ុនឬរោងចក្រនានានឹងបានទទួលការកោតសរសើរនិងជាទុកចិត្តពីចៅហ្វាយនាយព្រមទាំងបានការប្រគល់តួនាទីនិងការងារសំខាន់ឲ្យលោកអ្នកកាន់កាប់ជំនួសទៀតផងរីឯមនោសញ្ចេតនាស្នេហាកំឡោះក្រមុំទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកធ្វើការដោះស្រាយគឺតែងជួបផលសម្រេចជានិច្ចឆ្នាំមួយម៉ែប្រពេមាសមន្ត្រីចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែមានកំណត់ជ្រះថ្លាហើយបើប្រាថ្នាអ្វីមួយគឺតែងបានសម្រេចជានិច្ចម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌បៃតងនិងក្រហមលេខនៃលៀបសំណាងគឺលេខ77និងលេខ99សូមខមមិនលេខ899យកលៀបសម្បត្តិការបដីជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំមមែឆ្នាំមមែពងទេវតាស្រីធាតុមាសរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយគឺត្រូវតែញាប់ដៃញាប់ជើងបន្តិចទើបផលចំណូលមិនបើហួសធ្លាក់ដល់ដៃអ្នកដទៃនៅតាមផ្លូវធ្វើដំណើរចូលគុំឆ្លុះវង្វេងនឹងបនលបែងស្រីស្រាឲ្យសោះប្រយ័ត្នបាជាកាត់រឿងរ៉ាវអាចបងខាតលេបសការៈទៅវិញក្នុងថ្ងៃនេះដែរចំពោះលោកអ្នកដែលកំពុងស្វែងរកការងារធ្វើឬមានទុក្ខធុរៈរត់រោគពឹងពាក់នរណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នាចំពោះមនោសញ្ចេតនាគូស្នេហ៍ក្នុងខែនេះវិញប្រយ័ត្នមានអ្នកក្រាលនាំរឿងមកអុចអាលអាចធ្វើឲ្យចំណងស្នេហារង្គោះរង្គើទៀតផងឆ្នាំវកស្វាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចនិងក្រហមលេខនៃលៀបសំណាងគឺលេខ77និងលេខ89សូមខមមិនលេខ888យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកាត់ឆ្នាំវកពងយៈប្រុសធាតុដែករាសីឡើងខ្ពស់នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរទេហេតុនេះបើចង់ធ្វើអ្វីក៏ដោយក៏តែងផ្ដល់ផលជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ចការរស់នៅមានភាពសុខដុមនិងក្នុងរង្វង់គ្រួសារបើមានបញ្ហាចំនួនវិវាទគឺជាពេលវេលាល្អក្នុងការដោះស្រាយផងសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបចំនួនអ្វីមួយជាឱកាសល្អប្រពៃបំផុតការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ចចំណែកមនោសញ្ចេតនាស្នេហាកំឡោះក្រមុំវិញនោះត្រូវបន្ថែមភាពផ្អែមល្ហែមនិងអណ្ដែតអណ្ដូងបន្តិចដើម្បីឲ្យមនោសញ្ចេតនារីកចម្រើនកាន់តែខ្លាំងហើយបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយពេលនេះបើចង់ផ្សំគុំគ្រួសារក៏ជាពេលវេលាល្អណាស់ដែរ ឈ
ឆ្នាំរកាមនមានបារមីដែលចេះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលេបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលេបសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលេបសំណាងគឺលេខ21និងលេខ82សូមខមមិនលេខ779យកលេបសម្បត្តិដែលមានជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំរកាឆ្នាំរកាពងយៈប្រុសធាតុដែកវាស័យល្អជាមធ្យមក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូលគុំធ្វើប្រហែសឲ្យសោះជាពិសេសមុនពេលចុះហត្ថលេខាឬព្រឹត្តស្នាមមេដៃលើលិខិតស្នាមផ្សេងតោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ទើបមិនមានការភ្លៀងភ្លាត់ក្នុងថ្ងៃនេះដែរបើលោកអ្នកមានការនិយាយស្ដីអ្វីតោងតែមានការប្រយ័ត្នមាត់បន្តិចព្រោះកាលបើមានពាក្យសម្ដីនិយាយប៉ះពាល់ដល់សិទ្ធិអ្នកដទៃតែបន្តិចអាចកើតជារឿងចំនួនចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលឆ្នាំចសំណក់នំលៀបជួបតែរឿងល្អៗក្នុងជីវិតមានលៀបសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ក្តីបំណងម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សក្រហមលេខនៃលេខសំណាងគឺលេខ11និងលេខ61សូមខមមិនលេខ168យកលេខសម្បត្តិមហាសេដ្ឋីនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលេខមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំចឆ្នាំចពងយៈស្រីធាតុដីរិស័យឡើងខ្ពស់ការងាររកស៊ីជួញដូរនៅតែកាក់កបឡដដាលទេក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិចព្រោះអាកាសល្អមិនមានច្រើនតទៅទៀតឡើយហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរព្រោះបើសម្រេចចិត្តថាត្រូវធ្វើហើយគឺត្រូវតែធ្វើឲ្យអស់ពីកម្លាំងកាយចិត្តទើបមិនបងខាតពេលវេលាឥតអំពើក្នុងថ្ងៃនេះដែរលោកអ្នកក៏ជាមនុស្សពូកែខាងសម្ដីវោហាខ្លាំងក្លាម្នាក់ដែរព្រោះបើទោះជាបាននិយាយស្ដីអ្វីក៏ដោយក៏តែមានគេចូលចិត្តស្ដាប់និងត្រង់ត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផងក្រៅពីនេះបើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខសែមសានទាំងពេលទៅនិងត្រឡប់មកវិញចំណែកមនោសញ្ចេតនាគូស្វាមីភរិយាក្នុងខែនេះវិញមានភាពលោកល្អើនល្អណាស់ឆ្នាំគោលជ្រូកនាំលៀបនំជ័យនំសុភមង្គលបើប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតខ្លាចជាអ្នកមានយសខ្ពង់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នៃលៀបសំណាងគឺពណ៌សនិងលឿងលេខនៃលៀបសំណាងគឺលេខ48និងលេខ99សូមខមមិនលេខ777យកលេខសម្បត្តិអភិជនលុយស្ដុកស្ដំនិងប្រទានសម្បត្តិមហាសេដ្ឋីមានលេខមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំកុលឆ្នាំកុលពងមនុស្សស្រីធាតុទឹករិស័យឡើងខ្ពស់នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែមានការជឿនលឿនគួរសមម្ល៉េះហើយរាល់កិច្ចការងារបើសម្រុកតែងជោគជ័យត្រឡប់មកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញឃើញថាទាំងការជួញទីចិត្តឆ្ងាយមានភាពលំនឹងល្អពោលមិនមានអ្វីប្រែប្រួលដូចជាទីកត់សម្គាល់ទេគឺដូចសពមួយដងបញ្ហាលុយកាក់វិញលោកអ្នកមានឱកាសវិនិយោគនិងទទួលបានប្រាក់ចំណេញធំប៉ុន្តែត្រូវពិនិត្យមើលពេលវេលានិងសិក្សាពីដៃគូឲ្យបានមកចត់ជៀសវាងហានិភ័យត្រឡប់មកខ្លួនឯងវិញការធ្វើដំណើរទីជិតឆ្ងាយមានភាពប្រទាំងប្រទើសនិងបញ្ហារត់ចូលខ្លះៗដែរដូច្នេះគប្បីមានការប្រយ័ត្នប្រយែងផងមនោសញ្ចេតនាជ្រាលជ្រៅបំផុតសុខភាពទៅរកវិធីសម្រួលអារម្មណ៍សម្រាប់ឲ្យបានច្រើនបាទពុកម៉ែបងប្អូននីតិហោរាសាស្ត្រនៅថ្ងៃនេះដល់ទីបញ្ចប់សូមធ្វើការអធិស្ឋានរាល់កំហុសឆ្គងដែលកើតមានឡើងក្នុងអំឡុងពេលនិយាយដោយអចេតនាហើយក៏សូមធ្វើការបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិផងទាំងពួងនៅក្នុងលោកនេះសូមឲ្យអស់លោកអ្នកដែលកំពុងទស្សនានិងចុច Subscribe ជួបតែលាភសំណាងគ្រប់ធនយុស័ក្តិនិងពោពេញទៅដោយសុភមង្គលជារៀងរហូតសូមធ្វើការខមមិនសាធុចំនួន3ដងនិងធ្វើការ share ចេញមួយដើម្បីទទួលលាភសំណាងទាំងអស់នេះខណៈពេលនេះដែរខ្ញុំបាទ30 TV ក៏សូមអរគុណសូមជម្រាបលា